របស់យើងថ្ងៃនេះផែអាចបងប្អូនយើងមួយចំនួនអាចនឹងយឺតហើយហ្នឹងហើយនឹងយឺតម៉ោងហើយអញ្ចឹងមកថាយើងបើកបរគេមានកម្លៀតចម្ងាយប្រមាណនៅពីក្រៅគេហើយបើសិនជាបងប្អូនបើកនៅតែពីថើបចង់ថើបតែក្តិតគេតែគូតគេនៅតែពីក្រោយអញ្ចឹងហើយដល់ពេលមានបញ្ហាទៅជួនប្រាំងមួយឈ្នះណាជួនមួយឈ្នះបងប្អូនហ្នឹងអញ្ចឹងហ្នឹងហើយគឺមានទាំងបាក់ជើងបាក់អីក៏មានដែរបងប្អូនណាកម្មករខ្ញុំភ្លេចបញ្ជាក់ហ្នឹងហើយគឺកម្មករក៏មានបាក់ជើងបាក់អីជាច្រើនអ្នកដូចជាប្រហែលអ្នកពីរនាក់ឲ្យបាក់ជើងនៅក្រៅពីហ្នឹងរងរបួស90% 70% 50% 10% អ្នករងរបួសព្រឹកឡើងតន់ងើបពីដីណាបងប្អូនហើយគេបោះចូលថាមានករណីឡានកម្មករបុកគ្នាងើបឯទាំងត្រដាប់ត្រដួសហ្នឹងហើយហើយអ្នករងរបួសហ្នឹងគឺមកភូមិតែម្ដងបងប្អូនណាមកភូមិឬក៏ពីរភូមិទេដែលឡានធម្មតាឡានប្រមូលដល់កម្មករមានមកភូមិឬក៏ពីរភូមិទេអញ្ចឹងអ្នករងរបួសឬក៏អីហ្នឹងគឺនៅភូមិទាំងមូលតែម្ដងហ្នឹងហើយវាឡើងចង់ចេញបងប្អូនឡើងស្អិតពងកនេះព្រឹកឡើងងើបពីដេកក៏ដុសស្មិញមកហ្នឹងបងប្អូនយើងទីតាំងកើតហេតុនៅកំណាប់ផ្លូវជាតិលេខ 1ស្ថិតនៅក្នុងភូមិកណ្ដៀងរៀងសុខភាពផាសរៀងហ្នឹងហើយបងប្អូនយើងចឹងចាំបាត់ការឡាយប៉ុណ្ណឹងបងប្អូនណាហ្នឹងដោយសារជនរងគ្រោះបានបញ្ជូនទៅពេទ្យអស់ហើយហ្នឹងជាច្រើនអ្នករងរបួសមានបាក់ជើង2នាក់ហើយជាកម្មករហ្នឹងហើយបាក់ជើង2នាក់ហើយក្រៅហ្នឹងគឺរងរបួសគឺជាច្រើនអ្នកណាត្រូវបានបញ្ជូនទៅពេទ្យជាពូផងស្វាយទាបផងខេត្តផងហ្នឹងហើយអញ្ចឹងខ្ញុំបាត់ការឡាយប៉ុណ្ណឹងបងប្អូនដោយសារវាអត់សូវមានប្រព័ន្ធសេវាអរគុណប្រិមិត្ត CSL 24ម៉ោងបាទរាយការណ៍ដូចខ្ញុំបាទប៊ុនធឿនប្រចាំខេត្តសរៀងក៏សូមអរគុណទៅដល់បងប្អូនបាទហើយក៏សូមផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋយើងបាទធ្វើដំណើរតាមផ្លូវសូមឲ្យបើកបរមានការយោគយល់ណាបើកបរឲ្យមានការឲ្យតម្លៃលើការបើកបរឲ្យតម្លៃទៅលើការត្រួតច្បាប់ចរាចរណ៍ហ្នឹងហើយយើងចេះយោគយល់គ្នាទៅហ្នឹងហើយតិចទៅបងប្អូនណាគង់ទៅដល់ទេតក់ពេញពួងណាហ្នឹងហើយសិនណាបងប្អូនគិតតែបឋមពូយកឈ្នះយកចាញ់បញ្ហាវាអាចកើតមានឡើងហើយមួយផ្លេតមួយប្រពេចភ្នែកបងប្អូនណាហ្នឹងហើយអញ្ចឹងមានតែបងប្អូនយើងចូលរួមគ្រប់ច្បាប់ចរាចរណ៍អស់គ្នាបាទហើយក្នុងថ្ងៃនេះគឺថ្ងៃសៅរ៍ស្អែកថ្ងៃអាទិត្យក៏សម្រាប់ហ្នឹងហើយអញ្ចឹងបងប្អូនយើងមេត្តាបាទប្រុងប្រយ័ត្នខ្ពស់ករណីចរាចរណ៍អូប្រពន្ធតំដល់នេះណាប្រពន្ធខ្ញុំតំដល់នេះហ្នឹងណាបងប្អូនយើងអធិស្ឋានខាងរោងចក្រថ្ងៃហ្នឹងកម្មករយឺតម៉ោងខ្លះហើយហ្នឹងហើយសូមមានការយោគយល់ណាសូមមានការយោគយល់ដាក់គាត់ពេញទៅតិចដាច់លុយតិចដាក់បងប្អូនដាច់លុយកម្មហ្នឹងណាហើយកម្មកររងរបួសច្រើនមែនទែនគឺបាក់ជើង2នាក់ក្រៅហ្នឹងរងរបួសឡានដឹក2 3ឡាននោះកម្មករមួយឡានមិនតិចណាបងប្អូនណាហ្នឹងហើយតិចទេបាទហ្នឹងហើយស្ទះនោះដល់កស្ទះហ្នឹងដឹងប្រហែល10គីឡូទេហើយកម្មករថ្ងៃហ្នឹងយឺតម៉ោងហើយណា
nó bao nhiêu ngày nó cam co điยืดบ้างไอ้ดาซาการในจราจรเป็นการเสียน่าคนช่างปริมาเสียซะนั่งรายการเลยชาวบ้านบนพื้นจังยังทำมันบัดให้เราผลิตบัดนั่งไอ้จังส่งเรียบๆบางคนแต่ปนังนะคนช่างไอ้จังสมัยบางคนยืนบางบ่อตามดองเพลย์ถือการุ่งจ่าสาเรียบเส้นในกรงวัดคาเสรียงส่งบางบ่อเมียนกาครูชวาจราก็ครูชวาจราโจนั่งสมัยบางคนยืนบางบ่อว่ามีสวัสดิภาพตามเพลย์ออกในของเขานะนั่งส่งบางคนอาจารย์ส่งเรียบๆปนัง